សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលេងវាសែហើយថតបានរូបថតមួយស្លឹកតែមាន2រសជាតិនៅក្នុងហ្នឹងចង់ចែករំលែកទៅអ្នកទាំងអស់គ្នាអូខេរូបថតទី1រូបថតទី1ខ្ញុំប្រៀបធៀបទៅដូចអ្នកទាំងអស់គ្នាទៅផ្សារទិញបន្លែត្រីសាច់ហើយយកមកអត់តន់ចម្អិនទេអញ្ចឹងវាល្អហើយដែលយើងមានបន្លែត្រីសាច់ដែលល្អដូចជាការយើងថតរូបភាពមួយដែលមើលទៅល្អបាទហើយសម្រាប់រូបភាពទី2ជារូបភាពដែលយើង edit ហើយខ្ញុំ edit ហើយអញ្ចឹងវាប្រៀបធៀបដូចម្ហូបយើងធ្វើហើយអញ្ចឹងថែមគ្រឿងថែមក្រៅឲ្យវាមានឲ្យជារសអញ្ចឹងណាប៉ុន្តែมันប្រកាសថាត្រូវភ្នែកឬក៏ត្រូវមាត់អ្នកទាំងអស់គ្នាដែលចូលចិត្តបែបផ្សេងៗគ្នាអ្នកខ្លះចូលចិត្តបែបផ្អែមអ្នកខ្លះចូលចិត្តប្រៃជូរអញ្ចឹងទៅប្រៀបធៀបរូបថតมันប្រកាសថាយើងថតហើយអ្នកផ្សេងគេចូលចិត្តបែប filter color science អញ្ចឹងទេអូខេអញ្ចឹងអ្នកទាំងអស់គ្នាយល់យ៉ាងណាសូម comment នៅខាងក្រោមចូលចិត្តរូបភាពបែប edit ហើយឬក៏មិនតាន់ edit ហើយបើសិនជាមានរូបថតស្អាត comment ឲ្យគ្នាយើងមើលខាងក្រោមផងហើយចុច follow ខ្ញុំមួយផងអរគុណ photographer ឡើងភ្លាវ